សូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់នេះជាអត្ថបទនិយាយអំពីអត្ថប្រយោជន៍ផ្លែទឹកដោះគោនិងការពារពីជំងឺផ្សេងៗថាអាចជួយសុខភាពបានដល់កម្រិតណាសូមបងប្អូនខ្មែរជួយចុចតាមដានចែករំលែកនិង Like ដើម្បីជាការលើកទឹកចិត្តក្នុងការធ្វើវីដេអូអំពីសុខភាពសម្រាប់បងប្អូនខ្មែរយើងសូមអរគុណផ្លែទឹកដោះគោ Star Apple ឬ Chrysophilum canetoគឺជាផ្លែឈើត្រូពិកដែលមានរសជាតិផ្អែមនិងមានវីយ៉ុនភាពទន់ដូចជាចាហួយក្រៅពីភាពឆ្ងាញ់ផ្លែទឹកដោះគោក៏ត្រូវបានគេស្គាល់ផងដែរអំពីអត្ថប្រយោជន៍សុខភាពដ៏ច្រើនសន្ធឹកសន្ធាប់និងតួនាទីក្នុងការជួយការពាររាងកាយពីរោគសញ្ញានៃជំងឺមួយចំនួនខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចម្បងនិងការការពារពីជំងឺដែលទទួលបានពីការទទួលទានផ្លែទឹកដោះគោ1. សារធាតុចិញ្ចឹមសំខាន់ផ្លែទឹកដោះគោគឺជាប្រភពដ៏ល្អនៃវីតាមីន C, A, B6 និងហ្វូលេតជាតិរ៉ែជាតិកាល់ស្យូមផូស្វ័រជាតិដែកម៉ាញ៉េស្យូមនិងប៉ូតាស្យូមជាតិសរសៃ Fiber ខ្ពស់ដែលចាំបាច់សម្រាប់ប្រព័ន្ធរំលាយអាហារសារធាតុប្រឆាំងអុកស៊ីតកម្មមានដូចជា Polyphenols និង Flavonoids 2. អត្ថប្រយោជន៍សុខភាពចម្បងជំនួយដល់ប្រព័ន្ធរំលាយអាហារជាតិសរសៃខ្ពស់ជួយសម្រួលដល់ចលនាពោះវៀនការពារការទល់លាមកនិងរក្សាសុខភាពពោះវៀនឲ្យបានល្អវាក៏ដើរតួជា Prebiotic ដែលចិញ្ចឹមបាក់តេរីល្អនៅក្នុងពោះវៀនផងដែរពង្រឹងប្រព័ន្ធភាពស៊ាំវីតាមីន C និង A ជួយបង្កើនសមត្ថភាពរបស់រាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគនិងការឆ្លងផ្សេងជំនួយសុខភាពបេះដូងជាតិសរសៃជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ LDL ហើយប៉ូតាស្យូមជំនួយដល់ការគ្រប់គ្រងសម្ពាធឈាមដែលកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងដាច់សរសៃឈាមខួរក្បាលពង្រឹងឆ្អឹងនិងធ្មេញជាតិកាល់ស្យូមនិងផូស្វ័រខ្ពស់គឺចាំបាច់សម្រាប់រក្សាភាពរឹងមាំរបស់ឆ្អឹងនិងធ្មេញគ្រប់គ្រងទម្ងន់ជាតិសរសៃជួយឲ្យមានអារម្មណ៍ឆ្អែតបានយូរដែលកាត់បន្ថយការញ៉ាំច្រើនពេកជំនួយដល់ឈាមជាតិដែកនិងហ្វូលេតជួយផលិតកោសិកាឈាមក្រហម 3. ការការពារនិងគ្រប់គ្រងជំងឺបញ្ហាសុខភាពរបៀបដែលផ្លែទឹកដោះគោជួយការពារឬគ្រប់គ្រងជំងឺខ្វះឈាម Anemiaជាតិដែកនិងវីតាមីន B6 ចាំបាច់សម្រាប់ផលិតអេម៉ូក្លូប៊ីនដើម្បីដឹកនាំអុកស៊ីសែនជួយការពារបញ្ហាខ្វះឈាមជំងឺពុកឆ្អឹង Osteoporosis បរិមាណជាតិកាល់ស្យូមនិងផូស្វ័រជួយពង្រឹងឆ្អឹងឲ្យរឹងមាំកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងតាមអាយុជំងឺទឹកនោមផ្អែមជាតិសរសៃខ្ពស់ជួយឲ្យការស្រូបយកជាតិស្ករយឺតជាងមុនដែលជួយគ្រប់គ្រងជាតិស្ករក្នុងឈាមមិនឲ្យកើនឡើងខ្លាំងសារធាតុប្រឆាំងអុកស៊ីតកម្មក៏ជួយការពារកោសិកាផងដែរជំងឺបេះដូងនិងលើសឈាមជាតិសរសៃជួយបញ្ចុះកូលេស្តេរ៉ុលហើយប៉ូតាស្យូមជួយរក្សាសម្ពាធឈាមឲ្យមានតុល្យភាពជំងឺមហារីកប្រភេទខ្លះសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លានិងជាតិសរសៃអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនដូចជាមហារីកពោះវៀនធំជំងឺទាក់ទងនឹងខួរក្បាលសារធាតុ Polyphenols និង Flavonoids ជួយការពារកោសិកាខួរក្បាលពីការបំផ្លាញដែលអាចកាត់បន្ថយហានិភ័យនៃជំងឺ Alzheimer's និង Parkinson's ការរលាកនិងការឆ្លងផ្លែឈើនេះមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងអាចជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរីផ្សិតនិងវីរុសមួយចំនួនចំណាំទោះបីជាផ្លែទឹកដោះគោមានអត្ថប្រយោជន៍ច្រើនក៏ដោយអ្នកគួរទទួលទានវាសម្របតាមរបបអាហារដែលមានតុល្យភាពការញ៉ាំច្រើនពេកក៏មិនល្អដែរជាពិសេសសម្រាប់អ្នកដែលមានបញ្ហាសុខភាពជាក់លាក់មួយចំនួន